ខ្ញុំនៅបង្ហាញបងប្អូនអំពីការរៀបចំអាសនៈខ្នាតតូចល្មមដែលយើងអាចរៀបចំដាក់សម្រាប់គ្រប់បូជានៅតាមផ្ទះនៅតាមគេហដ្ឋានឬមួយក៏នៅ office ការិយាល័យធ្វើការយើងបានអញ្ចឹងទម្រង់គំរូនេះខ្ញុំរៀបឲ្យស្រេចខ្លះក៏ប៉ុន្តែខ្ញុំចង់បង្ហាញថាតើយើងតម្កល់ព្រះពុទ្ធរូបបានកាយវិការណាខ្លះអញ្ចឹងយើងមកមើលគំរូទី1ជាមួយគ្នាបាទសម្រាប់គំរូទី1ខ្ញុំនឹងតម្កល់ព្រះពុទ្ធរូបនៅក្នុងកាយវិការផ្ចាញ់មាសដែលធ្វើឡើងអំពីស្ពាន់ក៏ប៉ុន្តែយើងធ្វើពណ៌ប្រាក់បុរាណបាទយើងអាចតម្កល់បែបនេះបានសម្រាប់គំរូទី1ផងដែរបាទសម្រាប់គំរូទី2យើងអាចដាក់តម្កល់ព្រះពុទ្ធរូបដែលនៅខាងលើនេះធ្វើអំពីថ្មកែវដែលជាលក្ខណៈផ្ចាញ់មាសដូចគ្នាបានដែរបាទសម្រាប់គំរូទី3ផងដែរយើងអាចដាក់តម្កល់ព្រះពុទ្ធរូបដែលធ្វើអំពីថ្មកែវនៅក្នុងកាយវិការសមាធិផងដែរបាទគឺបែបនេះបាទសម្រាប់គំរូទី4បងប្អូនអាចដាក់តម្កល់ព្រះពុទ្ធរូបដែលនៅក្នុងកាយវិការឈ្នះមាសឬក៏ផ្ចាញ់មាសបានដែលធ្វើអំពីថ្មកែវបែបនេះបានដែរបាទសម្រាប់គំរូទី5ផងដែរបងប្អូនអាចធ្វើការតម្កល់ព្រះពុទ្ធបដិមាប្រក់នាគនៅខាងលើគេនេះបានដូចគ្នាបាទបងប្អូនអាចអញ្ជើញពិនិត្យមើលហើយបើសិនជាបងប្អូនមានអាសនៈនៅគេហដ្ឋានឬមួយក៏នៅកន្លែង office រៀងខ្លួនហើយបងប្អូនអាចធ្វើការរៀបចំបែបនេះបានតែបើសិនជាមិនទាន់មានទេឬមួយក៏នៅខ្វះខាតផ្នែកណាមួយបងប្អូនអាចធ្វើការតាក់ទងជាបន្ថែមពីហាងយើងខ្ញុំបានឬមួយក៏ចង់ជាទាំងអស់នេះក៏បានដូចគ្នាដែរហើយសម្រាប់គំរូអាសនៈតូចបែបនេះគឺជាពិសេសគឺងាយស្រួលបំផុតសម្រាប់បងប្អូននៅស្រុកក្រៅផងដែរដែលគាត់អាចធ្វើការវិកខ្ចប់យកទៅស្រុកក្រៅបានដូចគ្នាផងដែរពួកខ្ញុំអាចរៀបចំជូនបានសូមអរគុណច្រើន